Ok, số lượng là cái này so cùng căn video thay mấy trên ngày này chúng tôi ca chạy lệ mê đến mỗi cứ tại tông từ năng shortcut symbol song khăn môi trường nuốtនៅក្នុង computer របស់យើងគឺអ្នកគ្នាឃើញ symbol នេះអញ្ចឹង symbol ហ្នឹងយើងអាច insert ក៏បានឬក៏យើងងាយស្រួលយើងប្រើ shortcut ក៏បានដែរអ្នកគ្នាតើ shortcut ទាំងអស់ហ្នឹងយើងត្រូវវាយមិនអូខេអញ្ចឹងដូចអានេះឥឡូវខ្ញុំលុបចោលសញ្ញានេះសញ្ញាអូមអញ្ចឹង shortcut របស់វាអ្នកគ្នាគ្រាន់តែធ្វើការវាយ R234 អូខេអ្នកឃើញអញ្ចឹង R អ្នកគ្នាចុច R លើកុំព្យូទ័ររបស់អ្នកគ្នាទៅហើយប្រើ key numpad នៅខាងស្ដាំដៃមកវាចេញហើយអូខេអានេះគឺសញ្ញា copyright អញ្ចឹងសាលា copyright អ្នកគ្នាចុច R ឲ្យជាប់ដូចគ្នាហើយវាយពាក្យថា0169អូខេ0169អានេះគឺសញ្ញាអង្សាសេអ្នកគ្នាចុច R ឲ្យជាប់រួចវាយពាក្យថា8451ហើយបលែង R មកវិញអញ្ចឹងនៅពេលអ្នកគ្នាចុចឲ្យជាប់ហើយធ្វើបលែងវាមកវិញអានេះសញ្ញា register or ហើយមានវងមូលអញ្ចឹងអ្នកគ្នាចុច R 0174អូខេអានេះអក្សរ TM អក្សរ trademark អញ្ចឹងអ្នកគ្នាចុច R 0153តោះមកអ្នកគ្នាបលែង R អូខេអញ្ចឹងខ្ញុំ summarize ម្ដងទៀតអានេះអ្នកគ្នាចុចអូខេអ្នកគ្នាចុច R បូកនឹង234អូខេខ្ញុំដាក់ឲ្យទួយបន្តិចដើម្បីអ្នកគ្នាស្រួលមើលអូខេអានេះ R បូក0169អង្សាសេ R បូក8451ញ៉ា register R បូក0174សញ្ញា trademark R បូក R នេះ R លើ keyboard អ្នកគ្នាអ្នក keyboard អ្នកគ្នានេះ0153អញ្ចឹងនៅលើ keyboard អ្នកគ្នាមាន R អ្នកគ្នាមើលទៅចិត្តនៅខាងក្រោមមានអក្សរ A LT ហ្នឹងអ្នកគ្នាចុចទៅ R ស្ដាំហើយបន្តមក key numpad នៅខាងស្ដាំអ្នកគ្នាចុចទៅវាចេញហើយអូខេអរគុណអ្នកគ្នាអញ្ចឹងមេរៀនថ្ងៃនេះគឺខ្ញុំចែកម្លែកប៉ុណ្ណឹងបើសិនអ្នកគ្នាមានជាចម្ងល់អីអាច comment នៅក្នុងវីដេអូខាងក្រោមបានបាយបាយជួបគ្នានៅមេរៀនបន្ទាប់